ខ្ញុំចង់ឲ្យបងកងទ័ពតស៊ូខ្ញុំមានអារម្មណ៍ថាអាណិតបងកងទ័ពដែលគាត់បានព្យាយាមពុះពៀតស៊ូដែលប្រឆាំងនឹងការឈានពានរបស់ថៃដែលគាត់ធ្វើឡើងយ៉ាងកក្លឿនឡើងប្រៃផ្សាយមកលើប្រជាជនខ្មែរនិងកងទ័ពជួយឲ្យកម្ពុជាមានសន្តិភាពវិញចង់ឲ្យបងប្អូនប្រជាពលរដ្ឋបានទៅផ្ទះនិងចេះក៏បានទៅផ្ទះវិញអានេះក្មេងៗដែលគាត់បានរៀនចាមានអីទេមានគាត់ថាសុំទៅសើនៅវិរៈទឹកចិត្តកងទ័ពខ្មែរយើងដែលមានការតស៊ូសូមឲ្យមានកម្លាំងចិត្តតស៊ូតទៀតដើម្បីប្រទេសជាតិយើងសូម្បីតែយើងនៅក្រៅនេះក៏យើងមានចិត្តនេះដែរតស៊ូដើម្បីប្រទេសជាតិដែរមិនបានអីក៏ជួយឲ្យកម្លាំងចិត្តដែរណាកូនណាមិនមានអីទេមានតែកម្លាំងចិត្តហើយនឹងទឹកលុយអីបន្តិចបន្តួចក៏ជួយខ្មែរយើងប៉ុណ្ណឹងឯងអរគុណដល់បងកងទ័ពដែលបានពលីជីវិតការពារបុព្វហេតុជាតិទឹកដីខ្ញុំមានមោទនភាពដែលបងដែលហ៊ានពលីជីវិតជួយការពារទឹកដីយើងហើយទោះបីនៅទីណាក៏ដោយខ្មែរនៅគ្រប់បរទេសនិងនៅជាមួយបងកងទ័ពរហូតដល់ពីចាប់ដើមមកទីបញ្ចប់សូមបងឲ្យមានសេរីសុវត្ថិភាពគ្រប់ពេលវេលាលើកទឹកចិត្តក៏ដូចជាកម្លាំងចិត្តដល់បងប្អូនកងទ័ពទាំងឡាយដែលឈរជើងនៅតាមព្រំដែននោះគឺថាពួកយើងទាំងឡាយពួកអាត្មាទាំងឡាយក្នុងនាមជាខ្មែរគឺមិនបំភ្លេចចោលទេនៅវីរភាពរបស់ពួកបងពួកបងប្អូនទាំងអស់គឺថានឹងជួយគ្រប់វិធីអ្វីដែលអាចជួយបានសង្ឃឹមថាយើងនឹងបានជោគជ័យហើយថារក្សានៅទឹកដីយើងបានគង់វង្សខ្ញុំជូនពរឲ្យពួកម៉មនៅជួបមកឲ្យគាត់ខំប្រឹងតស៊ូហើយពួកខ្ញុំនៅ support ពីចម្ងាយហើយពួកខ្ញុំសង្ឃឹមថាពួកគាត់នឹងមានកម្លាំងចិត្តໄວនឹងថៃតទៀតសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលហើយក៏ដឹងគុណដល់កងទ័ពជួរមុខដែលបានពលីជីវិតដើម្បីប្រទេសជាតិដើម្បីទឹកដីរបស់យើងដើម្បីកម្ចាត់តទល់នឹងថៃឈ្លានពានយ៉ាងសាហាវយងខ្នងមកលើប្រទេសកម្ពុជាយើងសូមអរគុណដល់បងកងទ័ពដល់ទៀតមានតែម្រាមដៃ10ទៀតហើយអត់មានអីពាក្យលើសពីហ្នឹងបើមានលីពើលើសពីហ្នឹងខ្ញុំនឹងនិយាយលើសពីហ្នឹងតែមានតែពាក្យក៏អរគុណទេតែពលីជីវិតសូមអរគុណមានថាមានថាការតស៊ូប្រឹងប្រែងនៅប្រជាជនយើងនៅក្រៅប្រទេសទូទាំងពិភពលោកជួយលើកកម្លាំងចិត្តខ្ញុំជូនពរឲ្យគាត់សុវត្ថិភាពហើយយកឈ្នះពួកសៀមនឹងហើយពួកខ្ញុំចង់ផ្ដល់កម្លាំងចិត្តដល់គាត់កុំឲ្យគាត់បាក់ទឹកចិត្តអីអញ្ចឹងហើយរបៀបថាគាត់ខំការពារប្រទេសយើងអីអញ្ចឹងទៅពួកខ្ញុំនឹងខំជួយដែររបៀបផ្ដល់ជាកម្លាំងចិត្តហើយជាស្បៀងជាអីដល់គាត់អញ្ចឹងទៅហើយពួកជនស៊ីវិលដែរហ្មងអញ្ចឹងទៅហ្នឹងហើយជូនពរឲ្យគាត់សុខសុវត្ថិភាពសូមអរគុណនឹងកងទ័ពជួរមុខទាំងអស់ឲ្យបានសុខសប្បាយហើយដែលជួយការពារទឹកដីខ្មែរយើងតាំងពីថ្ងៃសង្គ្រាមលើកទី1ដល់លើកទី2សូមអរគុណដល់កងពលទ័ពនៅជួរមុខខ្លាំងហើយនឹងចង់និយាយច្រើនមិនចាខឹងពេកនិយាយចង់បានមិនគាត់ចង់អរគុណដល់យោធានិងកងទ័ពនៅជួរមុខទាំងអស់បានសុខសប្បាយអត់មានគ្រោះថ្នាក់ទាំងអស់បើយើងមើលទៅឃើញមានភាពកក់ក្ដួលណាស់ដែលយើងគឺត្រូវតែរួបរวมហើយយើងគឺជាកងទ័ពចុងក្រោយជាចុងទ័ពសមរភូមិចុងក្រោយចាត់ទុកជាកងទ័ពដែរដើម្បីលើកកម្លាំងកងទ័ពគឺមានតែយើងបង្ហាញទឹកចិត្តណាមួយគឺដូចជាយើងរួបរวมថវិកាឬក៏អ្វីដែលយើងអាចមានបន្តិចបន្តួចនៅសមរភូមិក្រោយគឺយើងរួមគ្នាខ្ញុំសូមលំអរកាយអរគុណដឹងគុណចំពោះវីរៈកងទ័ពដែលបានពលីចំពោះបុព្វហេតុជាតិហើយក៏ដូចជាវីរៈកងទ័ពទាំងអស់ដែលកំពុងតែតតាំងជាមួយនឹងសត្រូវថៃឈ្លានពានសូមឲ្យវីរៈកងទ័ពជួបតែសុខសុវត្ថិភាពសូមឲ្យវីរៈកងទ័ពទាំងអស់មានកម្លាំងពលំខ្ញុំជូនពរបងកងទ័ពមានតែសុខសុវត្ថិភាពហើយស៊ូក្លាហានសូមឲ្យពួកគាត់មានសុវត្ថិភាពល្អហើយជោគជ័យគ្រប់សមរភូមិទាំងអស់ចាហ្នឹងហើយខ្ញុំនឹងគ្នាជូនពរឲ្យគាត់មានឲ្យសុខសុវត្ថិភាពយកឈ្នះឲ្យពួកខ្មាំងសត្រូវឲ្យបានហើយឲ្យត្រឡប់មកវិញដោយសុខសុវត្ថិភាពដើម្បីផ្ដល់ទៅជាកម្លាំងទឹកកម្លាំងចិត្តហើយជួយឧបត្ថម្ភដល់ជនភៀសខ្លួនដល់
កងទ័ពខាងមុខ ông làm phá nhà từ về đẹp con tọp dương đến nơi sọc máy ôi to không to su to từ tiền là ngày nằm bay vô chân nè mía sạt trâu để liên phiên tức đầy dương hãy xung ôi miền sầm mặt phiệp sọc phiệp là o cầm lăng mò muôn đằng miền pranh nhà liên vây trong cả to su nằm bay chết khai dương to từ mục tiền បេះដូងរបស់យើងនៅស្រុកខ្មែររហូតនៅជាមួយបងប្អូនយើង កាយខ្ញុំនៅស្រុកគេមែនប៉ុន្តែចិត្តខ្ញុំនៅស្រុកខ្មែរ ដើម្បីបង្ហាញឲ្យឃើញថាយើងអ្នកតែខាងក្រោយនេះគឺថាយើងរួមគ្នាយើងស្រឡាញ់កងទ័ពស្រឡាញ់កងទ័ពស្មើនឹងយើងស្រឡាញ់ទឹកដីយើងជាទាហាននៅក្រៅយើងនៅតែបន្តអ្វីដែលអាចពួកយើងធ្វើទៅបាន ហើយជាទីបញ្ចប់អរគុណការលះបង់សាច់ស្រស់ជាមស្រស់ដើម្បីជាតិ ថ្មីត្បិតតែពួកយើងរស់នៅក្រៅប្រទេសយើងមិនអាចនៅចិត្តគ្នាមែនក៏ប៉ុន្តែបេះដូងចិត្តថ្លើមប្រមាត់គឺនៅជាមួយនឹងវីរៈកងទ័ពគ្រប់វិនាទី